ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីវិធីងាយៗក្នុងការធ្វើមាន់ស្ពៃខ្មៅឬគឺអាចហៅថាមាន់ត្រជាក់បងប្អូនចំពោះវិធីធ្វើគឺងាយៗមែនតើបើសិនជាបងប្អូនចង់ញ៉ាំពេលណាយើងអាចធ្វើពេលនោះបានអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើទាំងអស់គ្នាសម្រាប់ការធ្វើម្ហូបមួយមុខនេះជាដំបូងឡើយគឺយើងត្រូវដាក់ដាំទឹកឲ្យវារៀងពុះដោយនៅក្នុងទឹកនោះមានគល់ស្លឹកគ្រៃមានរំដេងមានស្លឹកក្រូចសើចអីចឹងទៅដើម្បីយើងស្ងោរមាន់កាត់បន្ថយភាពឆ្អាបនៃសាច់មាន់របស់យើងហើយសម្រាប់គ្រឿងផ្សំបន្ទាប់របស់យើងនេះគឺយើងមានជាមួយនឹងស្ពៃខ្មៅដោយស្ពៃខ្មៅរបស់យើងគឺយើងសកយកតែផ្នែកធាងរបស់ស្ពៃតែប៉ុណ្ណោះរីឯផ្នែកស្លឹកយើងអត់យកមកប្រើការទេហើយចំពោះស្ពៃរបស់យើងនេះផងដែរយើងអាចកាត់ជាកង់មកល្មមទៅកុំឲ្យវែងពេកហើយកុំឲ្យខ្លីពេកហើយឥឡូវនេះផងដែរយើងចាប់ផ្ដើមយកស្ពៃខ្មៅរបស់យើងទៅស្រុះជាមួយនឹងទឹកក្តៅរបស់យើងដែលនៅក្នុងនោះនឹងខ្ញុំមានបងជាមួយអំបិលបន្តិចជាមួយនឹងប្រេងឆាមួយស្លាបព្រាបាយចំពោះវិធីសាស្ត្រក្នុងការស្រុះស្ពៃមួយមុខនេះផងដែរគឺយើងធ្វើបែបហ្នឹងទៅដើម្បីឲ្យស្ពៃរបស់យើងគឺមានពណ៌ស្រស់ល្អហើយនឹងសភាពស្ពៃគឺមានសភាពទន់ហើយចំពោះរយៈពេលក្នុងការស្រុះស្ពៃយើងផងដែរគឺយើងអាចប្រើពេលយូរទេប្រហែលជា1នាទីបានហើយបន្ទាប់ពីយើងស្រុះរួចយើងនឹងស្រង់ស្ពៃរបស់យើងទៅត្រាំជាមួយនឹងទឹកកកសម្រាប់ការធ្វើបែបនេះផងដែរធ្វើឲ្យពណ៌នៃស្ពៃរបស់យើងគឺស្រស់ល្អហើយនឹងមានសភាពស្រួយចំពោះការត្រាំទឹកកកជាមួយស្ពៃរបស់យើងផងដែរនឹងខ្ញុំត្រាំប្រហែលជា10ទៅ15នាទីបន្ទាប់មកយើងនឹងស្រង់ស្ពៃរបស់យើងទុកមួយឡែកសិនដើម្បីឲ្យវាស្រស់ទឹកឥឡូវនេះដល់វគ្គដែលយើងបំពងខ្ទឹមសហើយយើងដាក់រៀងច្រើនបន្តិចចឹងទៅហើយយើងប្រើភ្លើងសន្សឹមដើម្បីបំពងខ្ទឹមរបស់យើងឲ្យវាឡើងឈ្ងុយពេលនេះផងដែរខ្ទឹមបំពងរបស់យើងបានរួចរាល់ហើយគឺមកល្មមបែបនេះហើយមានក្លិនឈ្ងុយមែនតើឥឡូវយើងចាប់ផ្ដើមទៅលាយគ្រឿងទាំងអស់គ្នាគ្រឿងផ្សំដែលយើងត្រូវលាយមានជាមួយនឹងទឹកស៊ីអ៊ីវ1ស្លាបព្រាទឹកប្រេងខ្យងចំនួន1ស្លាបព្រាប៊ីចេងបន្តិចហើយនៅស្ករសបន្តិចជាមួយនឹងម្សៅស៊ុបរ៉ូឌីហើយម្សៅស៊ុបប្រភេទណាក៏បានដែរយើងលាយដាក់គ្រឿងប៉ុណ្ណឹងហើយយើងលាយឲ្យវាច្របល់យើងចូលគ្នាតិចយើងខ្ញុំចាប់ផ្ដើមដាក់ជាមួយខ្ទឹមសបំពងរបស់យើងចូលទាំងអស់តែម្ដងហើយយើងច្របល់ឲ្យខ្ទឹមជាមួយគ្រឿងរបស់យើងចូលជាតិយើងភ្លក់ថារសជាតិប៉ុណ្ណឹងសមល្មមសាប្រៃហើយយើងនឹងយកគ្រឿងទាំងនោះយកទៅលាយជាមួយនឹងសាច់មាន់ហើយទឹកសោសរបស់យើងហ្នឹងយើងចែកជា2ដាក់ពាក់កណ្ដាលជាមួយនឹងសាច់មាន់របស់យើងការប្រើសាច់មាន់យើងបេះតូចធំទៅតាមការចូលចិត្តរបស់បងប្អូនបន្ទាប់មកនៅពាក់កណ្ដាលទៀតយើងយកទៅច្របល់ជាមួយនឹងបន្លែស្ពៃខ្មៅរបស់យើងតែម្ដងចំពោះមុខម្ហូបមួយមុខនេះផងដែរគឺយើងលាយហើយយើងអាចយកមកញ៉ាំភ្លាមហើយវាអត់ឆ្ងាញ់អញ្ចឹងយើងអាចរក្សាទុកនៅក្នុងទូទឹកកករយៈពេល2ទៅ3ម៉ោងអីចឹងទៅទើបយើងយកមកញ៉ាំគឺកាន់តែឆ្ងាញ់តែម្ដងតោះពេលយើងលាយគ្រឿងរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមយកសាច់មាន់របស់យើងទៅរៀបដាក់ចានឬមួយក៏ប្រអប់អីចឹងទៅដោយបងប្អូនសកត់សាច់មាន់របស់យើងឲ្យបានណែននៅពេលដែលយើងចាក់មកវិញសាច់មាន់របស់យើងអត់ប្រេះអត់លបើកអីទេគឺវាហាត់ណែនបានល្អតែម្ដងហើយបន្ទាប់មកទៀតនេះចាំបងប្អូនទាំងអស់គ្នាយកស្ពៃខ្មៅដែលយើងបានលាយគ្រឿងហ្នឹងយកមករៀបពីលើសាច់មាន់របស់យើងតាមក្រោយចំពោះស្ពៃខ្មៅនេះផងដែរបងប្អូនត្រូវសង្កត់វាឲ្យបានណែនដូចសាច់មាន់ដែរបន្ទាប់ពីយើងបានធ្វើរីករាល់ហើយបងប្អូនអាចយកគម្របមកបិទឬមើលក៏ថង់ច្រកអីចឹងទៅដើម្បីយកទៅរក្សានៅក្នុងទូទឹកកកឲ្យវាត្រជាក់សិនចាំយើងយកមកញ៉ាំហើយនេះបងប្អូនគឺជាផ្នែកសាច់មាន់របស់យើងមកយើងបានរក្សាទុកនៅក្នុងទូទឹកករយៈពេល2ទៅ3ម៉ោងហ្នឹងណាដោយបងប្អូនទាំងអស់គ្នាគ្រាន់តែផ្កាប់ដាក់នៅលើចានបែបនេះគឺរួចជាការស្រេចសូមអរគុណបងប្អូនទាំងអស់គ្នាក្នុងការតាមដានទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលាបាយបាយ